សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានជាបទពិសោធន៍ជូនបងប្អូនតាក់ទងជាមួយនឹងការរកលុយតាម CM ការរកលុយតាមវីដេអូ page ឬក៏រកលុយតាមការផុសអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់ថ្ងៃនេះគឺជាចំណេះដឹងមួយផ្នែកតូចហើយក៏ជាការចែករំលែកមួយផ្នែកតូចសម្រាប់បងប្អូនជាអ្នកដៃថ្មីអញ្ចឹងណាបើសិនជាគិតថាល្អបងប្អូនទទួលយកចោះអញ្ចឹងបើសិនជាបងប្អូនដែលគាត់ដឹងហើយបងប្អូនអាចអូសរំលងបានអត់បញ្ហាទេនេះគឺជាចំណូល page របស់ខ្ញុំនៃការរកលុយតាម page CM អញ្ចឹងសម្រាប់បងប្អូនដែលគាត់ជាអ្នកដៃថ្មីបងប្អូនអាចស្ដាប់នៅវីដេអូនេះបានគឺជាចំណេះដឹងដែលជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលធ្លាប់ឆ្លងកាត់ហើយក៏ធ្លាប់ជាដៃថ្មីដូចគ្នាអញ្ចឹងណាឥឡូវនេះគឺខ្ញុំយល់ពីវាច្រើនអញ្ចឹងនេះគឺខ្ញុំប្រាប់ជាបទពិសោធន៍ជូនបងប្អូនអ្នកដែលគាត់ចង់បាន view page អ្នកដែលគាត់ចង់បាន follow page លឿនបងប្អូនអាចធ្វើតាមការណែនាំរបស់ខ្ញុំនេះបានអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំសូមនិយាយជាបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើ page ពីមុនមកហើយក៏ខ្ញុំធ្លាប់ជាអ្នកដៃថ្មីដូចគ្នាឥឡូវការដៃចាស់ហើយយល់ពីវាបានច្រើនពីមុនខ្ញុំឆ្លេឆ្លានិយាយរួមទៅគឺយើងអត់យល់ពីវាយើងចេះតែធ្វើនេះមើលនោះមើលពីគេផងពីនេះផងតរំតែបានយល់ហើយនឹងតរំថាបានចេញជា page រកលុយបានអញ្ចឹងខ្ញុំសូមបញ្យល់បងប្អូនកន្លឹះខ្លះៗតាក់ទងជាមួយនឹងការរកលុយពី pageអញ្ចឹងជំហានដំបូងដំណាក់កាលទី1ដែលខ្ញុំចង់ support បងប្អូនគឺបងប្អូនគួរតាមរក content តាក់ទងមួយនឹងសមត្ថភាពរបស់បងប្អូនឬក៏ content ដែលគិតថាបងប្អូនអាចធ្វើវាបានអ្វីដែលខ្ញុំចង់ support គឺបងប្អូនគួរតែធ្វើ content តាក់ទងមួយនឹង original ល្អជាង content ណាក៏បានដែរឲ្យតែបង្កើតដោយផ្ទាល់ដៃដោយខ្លួនឯងគឺ page ហ្នឹងច្បាស់ជារស់បានយូរតែបើសិនជាបងប្អូនកាប់ដាវបងប្អូនគួរតែប្រើប្រាស់ page ឲ្យបានច្រើនបើសិនជាយើងចង់កាប់ដាវក៏វាធ្លាក់ set up ដែរធ្លាក់ set up ឲ្យតែយើងចេះបំលែងវាកុំឲ្យជាប់ copyright បើសិនជាបងប្អូនអត់ចេះបំលែងវាទេអាចនឹងដាច់ page ដែរអញ្ចឹងអ្នកដែលដៃថ្មីគឺខ្ញុំសូមណែនាំបងប្អូនគួរតែប្រើ content original តែបើសិនជាបងប្អូនមាន page ច្រើនកាប់ដាវខ្លះក៏អត់បញ្ហាដែរអ្នកដែលគាត់ធ្វើកាប់ដាវអ្នកខ្លះគាត់យកទៅលក់ page CM អីចឹងណាអ្នកខ្លះគាត់ធ្វើកាប់ដាវដើម្បីលក់ page ហើយអ្នកខ្លះកាប់ដាវដើម្បីរកចំណូលឲ្យបានច្រើនប៉ុន្តែ page នោះគឺវាអត់បានយូរទេគឺច្បាស់ជាមានបញ្ហាច្រើនអញ្ចឹងណាអញ្ចឹងអ្វីដែលបងប្អូនចង់ផ្ដោតសំខាន់ចង់រស់បានយូរជាមួយនឹង page ហ្នឹងអ្វីដែលខ្ញុំចង់ support គឺបងប្អូនគួរតែប្រើប្រាស់ page original មានន័យថា content original បងប្អូនគិតមើលថាខ្លួនឯងចេះអីគេខ្លះឧទាហរណ៍ថាបងប្អូនចេះតាក់ទងមួយនឹងការច្រៀងឬក៏តាក់ទងជាមួយនឹងការរាំឬក៏តាក់ទងមួយនឹងការគូរគំនូរនិងការធ្វើម្ហូបអីផ្សេងដែលបងប្អូនគិតថាជាជំនាញរបស់បងប្អូនផ្ទាល់ខ្លួនគួរតែបញ្ចេញសមត្ថភាពរបស់បងប្អូននៅក្នុងវីដេអូហ្នឹងទាំងអស់ទៅដោយសារតែនេះគឺជាចំណូលដែលយើងអត់នឹកស្មានថាវាធ្លាក់បានប៉ុណ្ណាទេមានន័យថាគឺជាចំណូលធ្លាក់ពីលើមេឃដែលយើងមិនអាចស្មានថាវាបានប៉ុណ្ណាក្នុងមួយខែទេគឺវាអត់មានដែនកំណត់ទេអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំចង់ support បងប្អូនមេរៀនទី1ចំណុចទី1គឺបងប្អូនគួរតែប្រើប្រាស់ original content គឺល្អបំផុតតែបើយកពីគេដូចខ្ញុំនិយាយខាងលើអញ្ចឹងគួរតែមាន page ច្រើនជៀសវាងមានបញ្ហាដល់ page របស់យើងអញ្ចឹងណាតែបើសិនជា page នោះបងប្អូនយកពីគេវាធ្លាក់ CM ហើយយើង set up អស់ហើយបងប្អូនគួរតែលុប content ដែលយកពីគេចេញហើយដាក់ original សុទ្ធក៏បានដែរធ្វើអញ្ចឹងក៏ល្អម្យ៉ាងដែរអញ្ចឹងណាអញ្ចឹងតកតងជាមួយនឹងកលឹះមួយទៀតបងប្អូនចំណុចទី2គឺខ្ញុំសូមបញ្យល់បងប្អូនតកតងជាមួយនឹងការរក view ការរក follow គឺខ្ញុំអត់ទាន់និយាយទេនិយាយរួមទៅការរក view គឺវាចង់ភ្ជាប់ជាមួយនឹង follow ដូចគ្នាអញ្ចឹងចំណុចទី2គឺវាចង់ភ្ជាប់គ្នាទាំង follow និង view អញ្ចឹង follow បងប្អូនគួរតែព្យាយាមចូលក្នុងក្រុមឲ្យច្រើនតកតងជាមួយនឹងក្រុមបែបនេះក្រុម top league បែបនេះបងប្អូនចូលឲ្យច្រើនទៅក្រុមបែបនេះគឺជាក្រុមល្អបំផុតសម្រាប់យើងផុសនៅក្នុងនឹងតែបើយក private ពេលខ្លះគឺម្ចាស់ក្រុមគេអ្នកផុសបានតែបើយើងសមាជិកខាងក្រៅគឺយើងអាចផុសបានទេអញ្ចឹងបងប្អូនគួរតែជ្រើសរើស top league បែបនេះមកជ្រើសរើសក្រុមបែបនេះក្រុម top league បែបនេះបងប្អូនគួរតែចុចចូលឲ្យច្រើនក្នុង page របស់យើងចុចចូលក៏បានឬក៏យក account admin របស់យើងដែលធ្លាប់ប្រើការវាចុចចូលក៏បានអញ្ចឹងណាអញ្ចឹងសម្រាប់ account admin បងប្អូនគួរតែប្រើប្រាស់រយៈពេលដែលមួយខែឡើងទៅត្រឹមមួយខែអីគឺល្អឲ្យយកវាលេងនៅក្នុងក្រុមនឹងឲ្យបានសកម្មភាព account របស់យើងឲ្យបានច្រើនទៅ
គឺយើង share វាចូលក្នុងក្រុមអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់ចំណុចទី2ឲ្យងាយស្រួលយល់គឺបងប្អូនគួរតែចុចចូលក្នុងក្រុមtop link ឲ្យច្រើនក្រុម top link គឺជាចំណុចល្អមួយសម្រាប់ការ share ឲ្យ page យើងរីកដែរតែបើបងប្អូនគ្រាន់តែផុសក្នុង page អត់មានសកម្មភាពទាក់ទងជាមួយនឹងការ share ទេរ10ឆ្នាំទៀតក៏នៅតែ page មិនរីកដែរអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ទៅបងប្អូនគឺបងប្អូនគួរតែ share page របស់បងប្អូនចេញទៅក្រៅខ្លះដើម្បីឲ្យមានអ្នកមើលអ្នកខ្លះគាត់ផុសយកនៅក្នុង page គឺអត់មានអ្នកមើលទេវាអត់រីកទេលុះត្រាតែបងប្អូន boot លុះត្រាតែបងប្អូន boot page បានវារីកបើសិនជាយើងអត់បាន share វាធម្មជាតិចេញទៅក្រៅអញ្ចឹងណាអញ្ចឹងនេះគឺជាការបញ្យល់របស់ខ្ញុំចំណុចទី2ហើយតកតងជាមួយនឹងចំណុចទី3គឺការ follow ការរក follow គឺបងប្អូនអាច sub for sub ប៉ុន្តែចែកគ្នា follow គ្នាទៅវិញទៅមកបានប៉ុន្តែយើងគួរតែមើលវីដេអូគ្នាខ្លះបើមិនជាយើងអត់មើលវីដេអូគ្នាខ្លះទេវាអាចនឹងមានបញ្ហា page វាគិតថា Facebook គិតថាយើងចាក់ follow អីអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនដែលលេង follow គ្នាទៅវិញទៅមកគួរតែព្យាយាមមើលវីដេអូគ្នាបន្តិចឬក៏អូសក្នុង page បន្តិចទៅកុំធ្វើសកម្មភាព follow លឿនពេកអាចនឹងមានបញ្ហា page អញ្ចឹងណាអញ្ចឹងយើងធ្វើឲ្យដូចមនុស្ស real មនុស្សពិតដែល follow ឬក៏តាមដាន page យើងអាហ្នឹងបាន page យើងអត់ងាយបញ្ហាអញ្ចឹងមួយទៀតបងប្អូនដែលគាត់ចង់រៀនមួយខ្ញុំបងប្អូនអាចចូលក្នុងក្រុម link ខាងលើនឹងបានហើយនេះគឺជាចំណុចខ្លីៗត្រួសដើម្បីឲ្យបងប្អូនងាយយល់អញ្ចឹងណាហើយនៅមានច្រើនទៀតមិនមែនមានតែប៉ុណ្្នឹងទេអញ្ចឹងអ្វីដែលបងប្អូនចង់រៀនលម្អិតជាមួយនឹងខ្ញុំគឺខ្ញុំមាន2ទី1សម្រាប់បងប្អូនដែលគាត់រៀន free អត់ចង់ចំណាយលុយបងប្អូនអាចចុច link ខាងលើបានទី2សម្រាប់បងប្អូនដែលគាត់ចង់ VIP គ្រប់គឺខ្ញុំមានជាផ្នែករៀនមានន័យថាមានវគ្គ1វគ្គ2វគ្គ3ពីមេរៀនទី1រហូតដល់ចង់បញ្ចប់មេរៀនគឺខ្ញុំមាននៅក្នុងក្រុមទាំងអស់អញ្ចឹងណាហើយប្រហែលជា2ថ្ងៃទៀតគឺមានមេរៀនអាប់ដេតថ្មីទៀតហើយរាល់ឆ្នាំថ្មីគឺខ្ញុំអាប់ដេតចូលរហូតហើយវគ្គហ្នឹងបងប្អូនអាចរៀនបានរហូតណាអូខេបើសិនជាបងប្អូនមិនថាបងប្អូនរៀនឬក៏មិនរៀនទេបងប្អូនមានចម្ងល់អីអាចឆាតមកសួរខ្ញុំបានគ្រប់ពេលអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ